លោកអនុទានច័ន្ទវីរៈកុលបាននិយាយថាបើទាហានកម្ពុជា18នាក់លែងមានប្រយោជន៍សម្រាប់ប្រទេសថៃហើយពួកគេនឹងត្រូវបញ្ជូនត្រឡប់ទៅប្រទេសកម្ពុជាវិញទីក្រុងបាងកកក្រោយពីត្រឡប់ពីកិច្ចប្រជុំកំពូលអេប៉ិចនៅប្រទេសកូរ៉េខាងត្បូងនាយករដ្ឋមន្ត្រីថៃលោកអនុទានច័ន្ទវីរៈកុលបានថ្លែងទៅកាន់អ្នកសារព័ត៌មានដោយបញ្ជាក់យ៉ាងច្បាស់ថានៅពេលនេះយើងមិនអាចទាន់ដោះលែងទាហានកម្ពុជាទាំង18រូបតាមសំណើកម្ពុជាបានទេបើទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពក៏ដោយតែជាក់ស្ដែងបញ្ហាចំនួននៅតែមិនទាន់បានដោះស្រាយនៅឡើយទេអញ្ចឹងហើយទាហានកម្ពុជាទាំង18រូបនៅតែមានប្រយោជន៍ក្នុងការទប់ស្កាត់កម្ពុជាមិនឲ្យឈ្លានពានលោកអនុទានបានបន្ថែមថានេះមិនមែនជាការសម្រេចចិត្តរបស់ខ្ញុំតែម្នាក់នោះទេសូម្បីតែពលរដ្ឋថៃទាំងអស់ក៏យល់យ៉ាងដូចនេះដែរនេះបញ្យងតាមការចេញផ្សាយដោយកាសែត The Nation បានដកស្រង់ពាក្យសម្ដីរបស់លោកអនុទានដែលបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងបាងកកហើយលោកបានបន្ថែមថាសូម្បីតែរឿងបើកព្រំដែនវិញជាមួយកម្ពុជាក៏រដ្ឋាភិបាលទីក្រុងបាងកកត្រូវតែស្ដាប់តាមប្រជាពលរដ្ឋថៃដែរគឺមិនអាចសម្រេចចិត្តដោយខ្លួនឯងនោះទេនេះបើតាមសេចក្តីរាយការណ៍របស់ The Nation នៅថ្ងៃអាទិត្យទី2ខែវិច្ឆិកាឆ្នាំ2025នេះលោកអនុទានបានអះអាងបន្ថែមថាខ្ញុំមិនដែលពិភាក្សារឿងបើកព្រំដែនជាមួយកម្ពុជាឡើយប្រសិនបើខ្ញុំនៅតែមានតំណែងក្នុងរដ្ឋាភិបាលនោះច្រកព្រំដែននឹងមិនបើកឡើងវិញទេបើគ្មានការយល់ព្រមពីសាធារណជនរដ្ឋាភិបាលត្រូវតែស្ដាប់ប្រជាពលរដ្ឋជាមុនសិនហើយធានាថាមិនមានហានិភ័យដល់សន្តិសុខជាតិពាក់ព័ន្ធក្នុងរឿងនេះដែរលោកអនុទានធ្លាប់ច្រានចោលរួចមកហើយចំពោះរបាយការណ៍ដែលថាថៃនឹងបើកច្រកព្រំដែនជាមួយកម្ពុជាឡើងវិញនៅខែវិច្ឆិកានេះលោកបានបញ្ជាក់យ៉ាងដូចនេះកាលពីថ្ងៃទី27ខែតុលាថាត្រូវតែអនុវត្តលក្ខខណ្ឌទាំង4ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពនាពេលថ្មីៗនេះជាមុនសិនមុនពេលមានទំនាក់ទំនងធម្មតាអាចចាប់ផ្ដើមឡើងវិញបានសូមជម្រាបផងដែរថាព្រំដែនដែលជាចំណុចស្នូលនៃចំនួនទឹកដីកម្ពុជាថៃអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនោះត្រូវបានបិទកាលពីខែមិថុនាឆ្នាំ2025ដោយឯកតោភាគីបន្ទាប់ពីមានភាពតានតឹងកាន់តែខ្លាំងឡើងរួមទាំងការប៉ះទង្គិចប្រដាប់អាវុធក្នុងខែកក្កដាការបិទព្រំដែនបានជះឥទ្ធិពលអវិជ្ជមានដល់អាជីវកម្មដែលពឹងផ្អែកលើការដឹកជញ្ជូនឆ្លងកាត់ព្រំដែនលោកក្រាំងក្រៃប្រធានសហព័ន្ធឧស្សាហកម្មថៃបានកត់សម្គាល់ថាការរំខាននេះបានបង្កើនតម្លៃខ្សែសង្វាក់ផ្គត់ផ្គង់រដ្ឋាភិបាលថៃត្រូវបានជំរុញឲ្យផ្គត់ផ្គង់ជំនួយផ្នែកហិរញ្ញវត្ថុដល់អាជីវកម្មដែលរងផលប៉ះពាល់ខណៈដែលការចរចាកំពុងបន្តលោកដូណាល់ត្រាំមិនបញ្ជាក់ថាតើសហរដ្ឋអាមេរិកនឹងធ្វើតេស្តនុយក្លេអ៊ែរក្រោមដីឬយ៉ាងណាទីក្រុងវ៉ាស៊ីនតោនប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានប្រកាសសារជាថ្មីកាលពីថ្ងៃសុក្រទី31ខែតុលាថាសហរដ្ឋអាមេរិកនឹងនៅតែបន្តសាកល្បងនុយក្លេអ៊ែរឡើងវិញបន្ទាប់ពីការផ្អាកអស់រយៈពេល33ឆ្នាំក៏ប៉ុន្តែលោកមិនបញ្ជាក់ថាតើការធ្វើតេស្តនេះនឹងរួមបញ្ចូលការបំទុះក្រោមដីដូចទៅនឹងកាលពីសម័យសង្គ្រាមត្រជាក់ដែរឬយ៉ាងណាលោកដូណាល់ត្រាំបានប្រាប់នាយកសារព័ត៌មាននៅលើយន្តហោះ Air Force One ដែលកំពុងធ្វើដំណើរទៅកាន់ Palm Beach រដ្ឋ Florida នៅពេលត្រូវបានសាកសួរជាពិសេសអំពីការធ្វើតេស្តនុយក្លេអ៊ែរនៅក្រោមដីថាអ្នកនឹងដឹងក្នុងពេលឆាប់ៗនេះក៏ប៉ុន្តែយើងនឹងធ្វើការសាកល្បងមួយចំនួនប្រទេសផ្សេងធ្វើបានបើគេធ្វើវាបានយើងក៏នឹងធ្វើវាផងដែរការអត្ថាធិប្បាយរបស់លោកដូណាល់ត្រាំបានកើតឡើងមួយថ្ងៃបន្ទាប់ពីលោកប្រកាសថាលោកបានណែនាំឲ្យយោធាសហរដ្ឋអាមេរិកឲ្យចាប់ផ្ដើមឡើងវិញនៅការធ្វើតេស្តសាកល្បងនុយក្លេអ៊ែរដែលជាការផ្លាស់ប្ដូរត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាសញ្ញាមួយសម្រាប់គូប្រជែងមហាអំណាចចិននិងរុស្ស៊ីការប្រកាសនេះធ្វើឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមខណៈដែលលោកដូណាល់ត្រាំកំពុងជិះយន្តហោះ Marine One ឆ្ពោះទៅទីក្រុងប៊ូសានប្រទេសកូរ៉េខាងត្បូងដើម្បីពិភាក្សាជាមួយប្រធានាធិបតីចិនស៊ីជីនពីងជាការកត់សម្គាល់នៃការផ្លាស់ប្ដូរដ៏សំខាន់នៅក្នុងគោលនយោបាយនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកសហរដ្ឋអាមេរិកបានផ្អាកការធ្វើតេស្តនុយក្លេអ៊ែរតាំងពីឆ្នាំ1992មកម្ល៉េះបើទោះបីជាខ្លួននៅតែបន្តធ្វើតេស្តសារជាតិមិនផ្ទុះដើម្បីវាតម្លៃភាពជឿជាក់នៃក្បាលគ្រាប់ក៏ដោយវានៅតែមិនទាន់ច្បាស់ថាតើការណែនាំរបស់លោកដូណាល់ត្រាំសំដៅទៅលើការធ្វើតេស្តបំផ្ទុះជាទ្រង់ទ្រាយពេញលេញដែលពាក់ព័ន្ធនឹងរដ្ឋបាលសន្តិសុខនុយក្លេអ៊ែរជាតិឬការធ្វើតេស្តហោះហើរនៃមីស៊ីលដែលមានសមត្ថភាពផ្ទុកនុយក្លេអ៊ែររដ្ឋមន្ត្រីការពារជាតិលោក Pete Hegseth ដែលនិយាយនៅក្នុងប្រទេសម៉ាឡេស៊ីបានការពារវិធានការនេះថាវាជាវិធីសាស្ត្រដែលមានទំនួលខុសត្រូវខ្ពស់ដើម្បីធានានូវភាពជឿជាក់នៃការរារាំងនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកលោក Pete Hegseth បានលើកឡើងថាយើងកំពុងផ្លាស់ប្ដូរយ៉ាងឆាប់រហ័សដោយបន្ថែមថាមន្ទីរបញ្ញកោណនឹងសម្របសម្រួលជាមួយនាយកដ្ឋានថាមពលលើការអនុវត្តជាក់ស្ដែងសូមជម្រាបផងដែរថាគ្មានជាតិផ្ទុះនុយក្លេអ៊ែរណាផ្សេងក្រៅពីប្រទេសកូរ៉េខាងជើងឡើយដែលធ្លាប់បានធ្វើតេស្តសាកល្បងក្នុងរយៈពេល25ឆ្នាំកន្លងទៅនេះ